นี่คือชีวิตโอทั้งไงที่มวยขนมจะนำถึง10 ថ្ងៃនៅពេលដែលប្តីខ្ញុំទៅវិបស្សនាដើម្បីទុកជា report មួយប្រាប់ប្តីខ្ញុំថានៅពេលដែលប្តីខ្ញុំបាត់នៅត10 ថ្ងៃនឹងខ្ញុំធ្វើអីគេខ្លះថាខ្ញុំអាចទ្រាំនឹកប្តីខ្ញុំបានរហូតដល់10 ថ្ងៃដែរអត់រយៈពេលដល់11 ឆ្នាំដែលស្គាល់គ្នាហើយ8 ឆ្នាំដែលយើងបានរៀបការនេះគឺជាថ្ងៃទី1ហើយដែលប្តីប្រពន្ធខ្ញុំត្រូវបែកគ្នាយូរដល់ថ្នាក់នឹងបើសួរថាខ្ញុំសប្បាយចិត្តនឹងពេលគាត់ទៅអត់ប្រាប់ត្រង់ហ្មងគឺអត់ទេពួកឯងខ្ញុំក៏មិនដែលបានទៅវិបស្សនាខ្ញុំក៏មិនដឹងបែបម៉េចដែរហើយចិត្តជាប្រពន្ធណាដែលចង់បែកឆ្ងាយប្តី4-10 ថ្ងៃយូរយ៉ាងហ្នឹងនេះប៉ុន្តែខ្ញុំគោរពទៅតាមការសម្រេចចិត្តរបស់ប្តីខ្ញុំហើយវាក៏ជារឿងមួយដែលប្តីប្រពន្ធខ្ញុំមិនសូវជាឆ្លោះគ្នាដោយសារតែពួកយើងគឺតែងតែផ្ដល់សិទ្ធិសេរីភាពនិងឯកជនភាពឲ្យគ្នាទៅវិញទៅមកតែក៏មិនមានន័យថាតែមានស្រីឬក៏មានប្រុសដែរណាហើយនិយាយទៅពួកយើងទុកចិត្តគ្នាក៏ដោយសារតែពួកយើងដែលមានប្រវត្តិបំផ្លាញទំនុកចិត្តគ្នាទេដូចឥឡូវនេះអញ្ចឹងមុនពេលដែលប្តីខ្ញុំទៅវិបស្សនាមួយថ្ងៃគឺគាត់ឆ្លៀតប្រហែលការងារនៅតាមឡានដើម្បី make sure ថានៅពេលដែលអត់មានវត្តមានគាត់ហ្នឹងគឺគ្រប់យ៉ាងនៅតែរលូនទៅមុខក៏ទៅមនុស្សប្រុសសង្ហាណែនៅពេលដែលចេះមានទំនួលខុសត្រូវលើគ្រួសារហើយក៏ចេះរៀបចំទុកដាក់ការងារដូចឥឡូវនេះអញ្ចឹងខ្ញុំចង់មកកពតមកមើលសមុទ្រមួយគាត់មុនពេលដែលស្អែកគាត់ទៅខ្ញុំសត់តែមកឃើញទឹកសមុទ្រហ្នឹងឲ្យអារម្មណ៍ស្រស់ស្រាយមានណាមកនៅទៅសមុទ្រទុកសោកភ្លៀងដូចពិបាកវេទនាជាងឯងទៅទៀតបន្ទាប់ពីញ៉ាំបាយហើយក៏ឃើញថានៅតែសេតយើងក៏សម្រេចចិត្តថាបន្ថយការសេតដោយការបន្ថែមជាតិស្ករវាមានអីពាក់ព័ន្ធគ្នាក៏ប្រហែលដល់ផ្ទះបានមួយទឹករួចរាល់ហើយជាទម្លាប់ប្តីខ្ញុំតែងតែយក spray បាញ់បំបត្តិមុនខ្នងបាញ់ឲ្យខ្ញុំទោះបីជាលើនឹងខ្ញុំអត់មានមុនខ្នងក៏ដោយប៉ុន្តែគឺនៅតែបន្តការបាញ់ spray នេះជាប្រចាំថ្ងៃក៏ដោយសារតែការពារកុំឲ្យមុនខ្នងហ្នឹងកើតឡើងមកវិញបានទៀតហើយឥឡូវនេះឃើញថាអ្នកប្រើ spray នេះគឺច្រើនខ្លាំងមែនតើព្រោះអីវាជា product មួយដែលកម្រហើយល្អប្រើខ្លាំងបងប្អូនមើលទៅ feedback អ្នកដែលគាត់ប្រើទៅដឹងហើយមិនថាមុនខ្នងមុនដើមទ្រូងយូរឆ្នាំប៉ុណ្ណារកអីលៀបក៏អត់បាត់យ៉ាងណាក៏ដោយហើយទៅបានប្រើ B spray នេះខ្លះម្ដងផងបាត់ឆឹងលេងមករកឯងបណ្ដោយគុំទៅធ្វើទុកនេះគុំអត់សុខចិត្តរឿងហេតុអីក៏ឲ្យទៅវិបស្សនាចោល10 ថ្ងៃនេះប៉ាប្រសាងផ្លូវធម៌ក៏បងប្អូនផងឬអត់ប៉ាទៅវិបស្សនា10 ថ្ងៃអត់បានទេអត់បានឃើញមុខនិយាយទៅអត់គ្រប់យ៉ាងតើលឺសលេងក៏អត់បានលឺសលេងទេឥឡូវមានអីចង់សុំទោសប៉ាសុំទោសហើយសុំទោសហើយឲ្យប៉ាតម្លាក់ចុះថ្ងៃហ្នឹងហើយបន្ទាប់ពីញ៉ាំបាយហើយក៏មានញាតិជិតខាងខ្ញុំមកលេងដល់ផ្ទះក៏ដូចជាការជួបដំណើរមកឃើញពីមុនពេលដែលសាលទៅវិបស្សនាខ្ញុំគឺជាអ្នកកំសរសេនីកាលនឹងឃើញកណិតប្តីគេក៏យំឯងឲ្យសើចមិននឹកស្មានថាទីបំផុតធ្លាក់ដល់វេនខ្លួនឯងសោះហើយឥឡូវនេះគឺខ្ញុំកំពុងតែបំពេញតួនាទីជានារីគ្រប់លក្ខដើម្បីរៀបចំសម្ភារបំពាក់និងបរិក្ខារជូនប្តីអូយខ្ញុំសោកណាស់មិនត្រឹមតែប៉ុណ្្នឹងទេខ្ញុំក៏បានបបួលកូនធ្វើជាសបុតមួយដែលលាក់ទុកឲ្យប៉ាដែលខាងលើសបុតហ្នឹងខ្ញុំឲ្យបាឡាទៅសេថាចាំពេលនឹកខ្លាំងចាំឲ្យបើកមើលគ្រាន់តែដឹងតែស្អែកប្តីត្រូវទៅមកយប់ក៏ខ្ញុំដាក់លក់សោះហើយមិនយូរប្រហែលព្រឹកស្អែកក៏បានមកដល់រៀបចំទៅហ្នឹងនៅទៅវិបស្សនាផ្លូវធម៌បាញ់ទឹកអប់អីទៀតបងបាញ់បានតែបន្តិចហ្នឹងញ៉ាំបានធေါ်តែធေါ်កលេសអីទឹកម្ដងរយៈកលេសទឹកម្ដងរយៈចាំមើលមកវិញចាស្រួលដល់ខ្លួនអីមានណាមានអស់ហើយអើបានប៉ុន្មានថ្ងៃលាប្រពន្ធមួយរយៈទៅវិបស្សនាបែបបាត់ដល់វិញឃើញអូនស្គមជាងនឹងទៀតអត់ហើយទៅហើយណែអូហើយគិតច្បាស់ហើយដល់មកហើយទៅវេលានេះគឺគេឲ្យបងទៅហ៎អីទេ10 ថ្ងៃស្មើនឹង1ថ្ងៃទេមើលថែខ្លួនឲ្យល្អកូនកណ្ដោតូចLove you ពេលដែលគាត់ចេញទៅហ្នឹងពួកយើងវីដេអូខលមួយគ្នាតទៅដល់កន្លែងហ្នឹងហ្មងហើយពេលទៅដល់ហ្នឹងគឺខ្ញុំកាន់តែសង្ហេះសង្ហោចអត់លេងលងទឹកភ្នែកតាំងពីថ្ងៃដំបូងហ្នឹងមើលទៅថាកំសត់មកទទួលឡើងធ្វើខ្លួនដើរលេងរយដល់បាត់ទុកតាអត់ប្តីទៅបានឪកំដរដើរពេលញ៉ាំហ្នឹងនឹកឃើញប្តីទៅថាប្តីទៅដឹងបានអីទេហើយឃើញរៀងកើតទុកនឹកប្តីអញ្ចឹងទៅបើសួរតែហូបទៅដឹងឆ្ងាញ់អត់ចាថ្ងៃទី1ក៏ខ្ញុំនៅឆ្ងាញ់ធម្មតាហើយក៏ឆ្ងាញ់ខ្លាំងទៀតផងចាសូមអរគុណតែអ្វីដែលកើតទុកពេលមកដល់ផ្ទះវិញពេលយប់
គឺជាពេលដែលខ្ញុំខ្លាចបំផុតពួកឯងខ្ញុំដែលដេកអត់ប្តីខ្ញុំទេហើយពេលហ្នឹងពេលកូនគេឌឺដងផ្លែផ្កាឲ្យឯងវិញណាចុះរាល់ដងពេលយើងដេកមួយប្តីយើងដេញគេចាញ់ឥឡូវមកសុំឲ្យគេដេកមួយនេះនៅគេមួយម៉ាក់អូម៉ែ sleep alone ហ្នឹង sleep មួយម៉ាក់បានអត់អត់ទេខ្ញុំនេះម៉ាក់គេម្នាក់ឯងម៉ាក់យើងគេម្នាក់ឯងទេប៉ាផ្ដាំឲ្យកូនមកម៉ាក់ផងណាចឹងក៏អត់ជួយចិត្តគេមួយម៉ាក់មែនបានទេចឹងអត់ចិត្តណាញ៉ាំនំមកបើគេមកខ្ញុំគេម្នាក់ឯងហ្នឹងហើយជាមួយប្តីខ្ញុំមកប្តីខ្ញុំមកថាអ្នកទាំងពីរអត់មកថែខ្ញុំទេខ្ញុំគេម្នាក់ឯងខ្ញុំអត់ចិត្តទេ finally សូម្បីតែកូនខ្ញុំក៏ចាញ់មនោគមការងក់ងល់របស់ខ្ញុំដែរយប់នេះអត់បានបន្លាយគេមួយទេប៉ា Thank you Bella for sleep with me. We miss you, Daddy.